ប្រវត្តិសាវតាពិតរបស់បុព្វបុរសនោះនៅអង្គរសង្គ្រាមរាប់ឆ្នាំខ្ញុំនឹងចេញមកបង្ហាញជូនបងប្អូនឲ្យបានដឹងថាក្បាច់និងស្ពានគុណដ៏សម្បូរបែបរបស់បុព្វបុរសគឺមាននៅក្នុងដៃខ្ញុំនេះហើយខ្ញុំនឹងជម្រាបជូនអំពីអ្វីទៅដែលហៅថាក្បាច់និងស្ពានគុណដ៏សម្បូរបែបរបស់បុព្វបុរសថ្ងៃនេះព្រឹកនេះខ្ញុំមានមោទកភាពជាកិត្តិយសជំនួសមុខឲ្យយុទ្ធគុណដូនតាខ្មែរខ្ញុំសូមអនុញ្ញាតអានលើកអំពីជីវប្រវត្តិសង្ខេបសាវតាយុទ្ធគុណដូនតាខ្មែរមកបង្ហាញជូនបងប្អូនជនរួមជាតិឲ្យបានជ្រាបថាយុទ្ធគុណដូនតាខ្មែរដែលបងប្អូនកូនក្មួយបានឃើញនៅពេលនេះគឺបានមកពីលោកគ្រូអ្នកគ្រូខិតខំកោះតបកាយស្រាវជ្រាវរៀបរាប់រៀបរៀងចងក្រងយកយុទ្ធគុណដូនតាខ្មែរដែលបានស្លាប់បាត់បង់អស់ជាច្រើនទសវត្សរ៍ណាស់មកហើយនេះយកមកសម្ដែងជូនទេសនាដើម្បីឲ្យបងប្អូនបានជ្រាបថាកុំឲ្យឃើញតែការសម្ដែងមិនបានដឹងអំពីជីវប្រវត្តិនៃសាវតាយុទ្ធគុណដូនតាខ្មែរការអភិរក្សនិងអភិវឌ្ឍឲ្យរស់ឡើងវិញខ្ញុំសូមលើកបង្ហាញអំពីយុទ្ធគុណដូនតាខ្មែររាប់អំពីក្បាច់និងស្លៀកគុណដ៏សម្បូរបែបសូមផ្ទះដៃអបអរសាទរដល់កីឡាករនៅពេលណាដែលយុវជនយុវនារីបានឃើញកីឡាករឆ្នើមកំពុងសម្ដែងបាទបន្តសូមអញ្ជើញកីឡាករ